ប្រិមិត្តគ្រូសាគាត់មកប្រិមិត្តបាទគឺគ្រូសាគាត់មកប្រិមិត្តបាទឥឡូវអូនឡើងសុំឡើងមើលគាត់សិនណាបងមើលគាត់សិនណាគាត់ឯងថ្នាក់អូនមានម៉ូតូមួយគាត់ស្រួលអារម្មណ៍ស្រួលអារម្មណ៍ជាគ្រូសាគាត់បាទប្រិមិត្តជុំសោកឡើយស្រួលអារម្មណ៍ឡើយគាត់សិនណាគាត់ឈ្មោះអីអូនមកអីមកហ៎អូនអូឡូបែរពីចាំនេះអូនចាំនេះបងអាយគិនសិនណាប្រិមិត្តទូទាំងសេរីជនឥឡូវបងប្រុសរបស់ជនរងគ្រោះដែលបានស្លាប់បាត់បង់អាយុជីវិតបាទគឺបានចុះមកដល់នឹងត្រង់ចំណុចទីតាំងកន្លែងកាត់ហេតុហើយបាទឥឡូវយើងឃើញប្រិមិត្តបាទកំពុងតែទៅហូរយំមែនចាប់យកស្លាប់អូគាត់ធ្វើអីបាទដល់ពុកម្ដាយទៅណាដែរបងចាប់យកហ្នឹងអូនមើលអូនចាប់មកគ្រូឡើងកន្លោនេះមកអាចយកមកអូនមួយប៉ុន្តែធុកទៅឯសាយទៅបងដល់ពុកដល់មួយទាំងគ្រូសាគាត់បានបង្ខាំឈើវិញបង្ខាំគេផងបាទប្រិមិត្តសាច់ញាតិរបស់គាត់បាទប្រិមិត្តទូទាំងសនិកជនឥឡូវយើងក៏ឃើញមានសាច់ញាតិរបស់គាត់មកបាទបងប្រុសបាទយកមកជុំគេបាទគាត់មកមុខប៉ុន្តែយើងអត់ដល់គេក្នុងបាននេះពីក្នុងបងបានចាំបាទហៅកាន់ប្រាប់ឪពុកម្ដាយសិនបងតែគាត់ចូលសិនណាបងឲ្យគាត់ចូលមើលសិនណាបងឲ្យគាត់ចូលមើលសិនណាហើយគាត់ចូលឡានចូលឡានទៅឡើងក្នុងឡានមកក៏បានអូនដល់កុំឲ្យនេះតោះតាមឡានទេឬបាទឡើងវិញសិនមិនតាមហ្នឹងប្រិមិត្តទូទាំងសនិកជនបាទគឺបាទបងប្រុសរបស់គាត់ណាបងប្រុសជនរងគ្រោះដែលបានស្លាប់បាទដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ហ្នឹងឥឡូវក៏បានចុះមកដល់ត្រង់ចំណុចនឹងទីតាំងកន្លែងកាត់ហេតុហើយគាត់បែរគាត់ទៅចប់មួយដែរសួរសុកណាគេថាពុកម្ដាយគាត់បងម្ដាយដឹងទេបងពុកម្ដាយនៅពេញនៅខេត្តបងខ្ញុំពេញទេនៅពេញណាតែគាត់ឲ្យដឹងកូនជឿនធ្វើម៉ូតូហ្មងខ្ញុំគ្រាប់បាទនេះថាបងស្រីក៏ចេញមកបងក៏មានបងស្រីហ៎ចេញមកបងណាបងឡើងលើឡា81ទៅមើលគ្រូ81បងបងឡើងទៅអូមក1បងបាទប្រិមិត្តទូទាំងសនិកជនឥឡូវទីតាំងកន្លែងកាត់ហេតុកំពុងតែមានបកការភ្ញាក់ផ្អើលខ្លាំងមែនទែនដែលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបាទដែលយើងទទួលបានថាមានម៉ូតូ2គ្រឿងបាទគឺម៉ូតូមួយគ្រឿងទៀតគឺគាត់បើកបច្រាស់មកប៉ះម៉ូតូជាមួយនឹងជនរងគ្រោះបណ្ដាលឲ្យម៉ូតូជនរងគ្រោះហ្នឹងដួលបាទបណ្ដាលឲ្យខ្ទាតបាទចូលក្រោមកង់រថយន្តបណ្ដាលឲ្យរថយន្តធំធំកិនស្លាប់ភ្លាមនៅត្រង់ចំណុចទីតាំងកន្លែងកាត់ហេតុបាទកាត់ហេតុគឺនៅតាម100ផ្លូវ2004មុខសាលាណូតព្រីតក្នុងទឹកដីសង្កាត់បាទអូបៃក្អមខណ្ឌសានតុករាជធានីភ្នំពេញឥឡូវកំពុងតែស្វែងរកសាច់ញាតិបាទឥឡូវកំពុងតែមានបកការភ្ញាក់ផ្អើលខ្លាំងមែនទែនហើយយើងក៏ឃើញមានខាងជំនាញផ្នែកចរាចរណ៍និងបាទខាងមន្ទីរពេទ្យលោកក៏បានចុះមកដល់នៅត្រង់ចំណុចទីតាំងកន្លែងកាត់ហេតុដែរពាក់ព័ន្ធនឹងជុំវិញខាងលើនេះបណ្ដាលឲ្យបងបាទយុវជនម្នាក់បាទអាយុប្រហែលជាង20ស្ដើងប្រិមិត្តបាទគាត់នៅស្លាប់ភ្លាមនៅត្រង់ចំណុចទីតាំងកន្លែងកាត់ហេតុបាទប្រិមិត្តអើយបាទរន្ធត់ខ្លាំងមែនតើបរោះវ័យក្មេងអាយុ22 23ទើបតែចេញពីធ្វើការបាទតម្រង់ទៅផ្ទះស្រាប់តែមកដល់ត្រង់ចំណុចទីតាំងកន្លែងកាត់ហេតុហ្នឹងក៏បានតាក់ដៃចកោតជាមួយម៉ូតូមួយគ្រឿងទៀតដែលបើកបាទដែលយើងទទួលបានព័ត៌មានបឋមពីបងប្អូនប្រជាពលរដ្ឋថាគាត់បើកបច្រាស់ទិសដៅគ្នាស្រាប់តែមកដល់ត្រង់ចំណុចនេះក៏បានតាក់ដៃម៉ូតូជាមួយជនរងគ្រោះបណ្ដាលឲ្យជនរងគ្រោះដួលផ្ទាតចូលនឹងក្រោមកង់រថយន្តធុនធំបណ្ដាលឲ្យរថយន្តធុនធំកិនបាទមកកណាត់ខ្លួនខាងក្រោមខ្ទេចបណ្ដាលឲ្យស្លាប់ភ្លាមនៅត្រង់ចំណុចទីតាំងកន្លែងកាត់ហេតុតែម្ដងបាទឥឡូវ
បាទទីតាំងកន្លែងការហេតុខ្ញុំសូមបញ្ជាក់មួយសារទៀតប្រិមិត្តនៅតាមរយផ្លូវ2004ត្រង់ចំណុចមុខសាលាណូតព្រីតក្នុងទឹកដីសង្កាត់អូបៃក្អមខណ្ឌសែនសុខរាជធានីភ្នំពេញបាទយើងឃើញមានសាច់ញាតិរបស់គាត់ម្នាក់បានចុះមកដល់ត្រង់ចំណុចទីតាំងកន្លែងការហេតុហើយបាទមានអីទេមានតែចូលរួមរំលែកទុក្ខដល់ក្រុមបាទក្រុមគ្រួសារនៃសពតែបានបាត់បង់សមាជិកម្នាក់បាទគឺគាត់មានឈ្មោះអូប៉ូឡូបាទមានអាយុចាប់ខ្ទង់ពី22 23តែប៉ុណ្ណោះមិត្តយើងបាទគឺនៅវ័យក្មេងខ្លាំងមែនតើបាទប្រិមត្តទូទាំងសនិកជនខ្ញុំបាទចំណាននឹងក្រុមការងារក៏សូមបិទបញ្ចប់នៃការផ្សាយទៅត្រឹមនេះរកពាក្យពេចន៍សម្ដីត្រង់ប្រការណាមួយសូមមេត្តាខន្តីនិងអធិស្ឋានអរគុណនិងជម្រាបលាបាទប្រិមត្តទូទាំងសនិកជននេះគឺជាម៉ូតូជនរងគ្រោះដែលបានតាក់ដៃចង្កូតជាមួយនឹងម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យបាទអ្នកបើកបរបាទដួលផ្ទៀតចូលទៅក្រោមកង់រថយន្តបណ្ដាលឲ្យរថយន្តកិនស្លាប់ភ្លាមនៅត្រង់ចំណុចទីតាំងកន្លែងការហេតុគឺម៉ូតូ Honda Dream ដែលបំពាក់ដោយស្លាកលេខភ្នំពេញ 1JV 4882បាទគឺម្ចាស់ម៉ូតូមានឈ្មោះ Polo អាយុប្រហែលជា22 23ឆ្នាំណាប្រិមត្តទូទាំងជនហើយយើងក៏ឃើញមានមេរបស់គាត់បានចូលមកដល់ត្រង់ចំណុចទីតាំងកន្លែងការហេតុដែលយើងទទួលបានគឺថាគាត់បាទជាជាងម៉ូតូប្រិមត្តទូទាំងសនិកជនបាទហើយចំណែកឯបាទអ្នកបើកបររថយន្តធំខាងលើក៏បានរត់គេចចេញទីតាំងកន្លែងការហេតុបាត់ហើយប្រិមត្តបាទគឺបន្សល់ទុកតែរថយន្តធំនៅនឹងត្រង់ចំណុចទីតាំងកន្លែងការហេតុទេបាទឥឡូវកំពុងតែមានបកកការភ្ញាក់ផ្អើលខ្លាំងមែនទែនបាទនៅទីតាំងកន្លែងការហេតុបាទការហេតុទៅតាមរយផ្លូវ2004ដែលស្ថិតនៅក្នុងទឹកដីសង្កាត់អូបៃក្អមខណ្ឌសែនសុខរាជធានីភ្នំពេញបាទបងប្រុសដែលជាអ្នកស្លាប់ហ្នឹងគឺមានឈ្មោះអូប៉ូឡូបាទគឺជាជាងម៉ូតូប្រិមត្តទូទាំងសនិកជនយើងអានេះដែលមិញឃើញមានមេរបស់គាត់បានឈប់ដល់ត្រង់ចំណុចទីតាំងកន្លែងការហេតុហើយចំណែកឯសាកសពបាទខាងក្រុមគ្រូពេទ្យបានលើកនឹងវិកខ្ចប់បាទយកទៅដាក់ក្នុងរថយន្តរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីបាទចូលរួមរំលែកទុក្ខនឹងក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ផងប្រិមត្តបាទយើងឃើញហើយទស្សនវិជ្ជារួមនៅត្រង់ចំណុចទីតាំងកន្លែងការហេតុបាទសមត្ថកិច្ចកំពុងតែធ្វើការវាស់វែងនិងយកម៉ូតូបាទទៅរក្សាទុកបាទយើងមិញយើងសាកសួរទៅបងប្រុសដែលជាអ្នកត្រូវជាសាច់ញាតិណាប្រិមិត្តយើងគឺបានចុះមកដល់ត្រង់ចំណុចទីតាំងកន្លែងការហេតុហ្នឹងគឺគាត់បានបញ្ជាក់ថាគាត់ចេញពីបាទត្រង់ចំណុចពីចេញពីធ្វើការប្រិមិត្តទូទាំងជនយើងបាទគឺនេះគឺម៉ូតូរបស់គាត់បាទគឺសង់ Dream ដែលបំពាក់ដោយស្លាកលេខភ្នំពេញ 1JV 4882ទស្សនវិជ្ជារួមនៅត្រង់ចំណុចទីតាំងកន្លែងការហេតុកំពុងតែមានបកកការភ្ញាក់ផ្អើលខ្លាំងមែនទែនប្រិមិត្តយើងបាទ